7ចំណុចនាំចិត្តសន្តិភាពទី1រស់ក្នុងការពិតគិតវិជ្ជមានទី2ញញឹមជំនួសកំហឹងទី3ទម្លាប់អានពង្រឹងគំនិតទី4ស្មោះត្រង់ចំពោះខ្លួនឯងទី5ចេះអភ័យទោសរឿងអតីតទី6ប្រើសម្ដីឲ្យមានហេតុផលនិងទី7អរគុណខ្លួនឯងចេះតស៊ូជាប្រពន្ធទោះខឹងយ៉ាងណាក៏កុំប្រើពាក្យមើងងាយប្តីឲ្យសោះប្តីប្រពន្ធគឺជាពរជ័យផងនិងជាអាវុធផងមាត់ប្រពន្ធគឺជាពរជ័យបើចេះសរសើរនិងលើកដំកើងប្តីនោះប្តីនឹងកាន់តែមានកម្លាំងចិត្តតស៊ូរកលុយដើម្បីចិញ្ចឹមគ្រួសារតែបើប្រើពាក្យអសរោះមើងងាយជន់ឈ្លីកិត្តិយសគាត់នោះអ្នកកំពុងតែបំផ្លាញរាសីនឹងការរកស៊ីរបស់គាត់ហើយ